បងប្អូនអរគ្នានេះគឺជាវិធីរបៀបក្នុងការ note នៅក្នុង FL Studio របស់យើងឧទាហរណ៍ថាបើសិនជាបងប្អូនធ្វើការសហការជាមួយសិល្បករណាផ្សេងនៅពេលដែលយើងធ្វើ project មួយគ្នាយើងចង់ប្រាប់គ្នាយើងថាម្ដុំហ្នឹងវាមានអីកន្លែងហ្នឹងខ្លះដូចជាកន្លែងនេះ drop កន្លែងនេះ breakdown អញ្ចឹងអញ្ចឹងបើសិនជាបងប្អូនចង់ទៅ say note ឧទាហរណ៍ថាយើង mark មកកន្លែងណាដែលយើងចង់ដាក់មកឧទាហរណ៍ថាឥឡូវខ្ញុំចង់ធ្វើ8 bar នេះបន្ទាប់មកអ្នកនរគ្នាគ្រាន់តែកំណត់កន្លែងគោលដៅនេះមកយើងចុចពាក្យ alt ហើយចុចពាក្យ T មកវាលោកកន្លែងនេះមកហើយយើងសេពាក្យថា drop 1ឃើញទេអញ្ចឹងមកយើងដឹងថាពីកន្លែងនេះមកដល់កន្លែងនេះគឺមាន drop ហើយឧទាហរណ៍ថាពីកន្លែងនេះមកកន្លែងនេះវា breakdown អញ្ចឹងយើងចុចដដែលមកអញ្ចឹងពេលយើងធ្វើ play យើងដឹងគ្នាយើងថាកន្លែងនេះពីកន្លែងនេះមក drop ហើយពីកន្លែងនេះមកកន្លែងនេះគឺ breakdown អញ្ចឹងមានភាពងាយស្រួលមែនទែនក្នុងការធ្វើការសហការជាមួយសិល្បករអ្នកនរគ្នាសម្រាប់ការតាមដានវីដេអូនេះ